ในจรังภูมิมวยឆ្ងាយមានព្រៃឈើមួយយ៉ាងងងឹតហើយមានដើមឈើធំមួយដើមដែលមានមនុស្សក្នុងភូមិគេជៀសវាងមិនហ៊ានទៅក្បែរក្រៅដើមឈើនោះមានផ្ទះចាស់សង់ពីឈើត្រូវបានទុកចោលយូរឆ្នាំពេលរាត្រីភ្លៀងធ្លាក់គេឮសំឡេងស្រីច្រៀងលេងបែបរន្ធត់ចេញមកពីក្នុងផ្ទះអ្នកភូមិមួយក្រុមបានហ៊ានចូលទៅពិនិត្យមានកាន់ចង្គៀងភ្លឺហើយក៏មានសំឡេងជឿងដែលលើឈើក្រឹបក្រឹបបើកទ្វារចូលទៅគេឃើញកៅអីយោយួនដែលខ្លួនឯងដែលគ្មាននរណានៅលើនោះទេភ្លើងចង្គៀងរំញួតហើយនៅត្រង់ជ្រុងបន្ទប់មួយមានរូបស្រីម្នាក់សក់វែងឆសម្លៀកបំពាក់សមានភ្នែកធំគួរឲ្យខ្លាចមនុស្សចូលទៅបានតែប៉ុន្មានវិនាទីប៉ុណ្ណោះបន្ទាប់មកក៏ស្រែកដោយភាពភ័យរត់ចេញព្រោះនាងបានបញ្ចេញសំឡេងយ៉ាងព្រឺព្រួតហើយនិយាយថាកុំចូលក្នុងផ្ទះខ្ញុំតាំងពីថ្ងៃនោះមកផ្ទះក្រោមដើមឈើធំខ្លាចជាកន្លែងគ្មាននរណាដើរឆ្លងកាត់ឡើយ